AI is not the future, it's already here. The only question is who using it first. នេះគឺជាបញ្ហាដែលយើងចង់ដោះស្រាយទីមួយ AI កាន់តែវិវត្តទៅមុខប៉ុន្តែនៅតែមានសិស្សភាគច្រើនដែលគាត់អត់ទាន់បានស្គាល់ពី AI ឬក៏អ្នកខ្លះទៀតគាត់អត់ទាន់បានប្រើប្រាស់វាក្នុងការជាជំនួយដល់ការសិក្សាចំណែកមួយទៀតគឺ AI tool literacy is still lacking មានន័យថាការប្រើប្រាស់របស់ពួកគាត់អត់ទាន់បានត្រឹមត្រូវដែលជាហេតុធ្វើឲ្យវាកាត់បន្ថយ effectiveness របស់ AI tool ចំពោះ target customer របស់យើងគឺជាសិស្សនិស្សិតដែលមានអាយុចាប់ពី18ដល់24ឆ្នាំភេទប្រុសស្រីរស់នៅរាជធានីភ្នំពេញពួកគាត់ស្គាល់ AI បានតិចតួចអត់ស្គាល់ AI សោះនិងអ្នកដែលគាត់ស្គាល់ AI ដែរប៉ុន្តែអត់ប្រើប្រាស់វាបានត្រឹមត្រូវនេះជា customer discovery ដែលយើងសិក្សាពី customer របស់យើងតាមរយៈការទៅសម្ភាសន៍ពួកគាត់នេះជា pain point ទី1គឺមានសមាជចំនួនដែលពួកគាត់អត់បានប្រើប្រាស់ AI សោះក្នុងការសិក្សាទី2ចំពោះអ្នកដែលគាត់ប្រើប្រាស់គាត់ជួបបញ្ហាពីរធំទី1គឺការទទួលបានចម្លើយដែលអត់ត្រឹមត្រូវនៅក្នុង certain condition ឬក៏ situation ណាមួយទី3គឺការទទួលបានចម្លើយដែលវាអត់ consistent មានន័យថាពួកគាត់សួរសំណួរដូចគ្នាប៉ុន្តែទទួលបានចម្លើយខុសគ្នានេះគឺជាលទ្ធផលនៃការប្រើប្រាស់ AI របស់សិស្សនិស្សិតនៅក្នុងការសិក្សាដែលយើងទទួលបានពីការសម្ភាសន៍11.1% គឺពួកគាត់អត់ដែលស្គាល់ពី AI សោះ 22.2% ពួកគាត់ស្គាល់ដែរប៉ុន្តែពួកគាត់តែប្រើប្រាស់វានិង22.2% ជាអ្នកដែលប្រើប្រាស់ប៉ុន្តែពួកគាត់អត់សូវចេះទៅ save prompt ទៅកាន់ AI និងហើយ 33.3% ពួកគាត់និយាយថា AI ហ្នឹងពេលដែលពួកគាត់ប្រើប្រាស់ទៅទទួលបានចម្លើយមកវិញវាអត់ consistent និង 11.1% គឺ limited image prompt គឺអ្នកដែលគាត់ប្រើប្រាស់ image ដើម្បីសួរ AI ហើយវា limited នេះគឺជា solution ដែលពួកគាត់ប្រើប្រាស់ទី1គឺដើម្បី check the answer ហើយនឹងមានតែប្រើប្រាស់ image ហ្នឹងuntil limited តម្រូវការរបស់ពួកគាត់ទី1ពួកគាត់ចង់ចាប់ផ្ដើមប្រើប្រាស់ AI ហើយនឹង develop skill របស់ពួកគាត់ក្នុងការប្រើប្រាស់ in order to improve productivity ហើយនឹងដើម្បីចំណេញ save ពេលវេលារបស់ពួកគាត់ get the most of AI ចំណុចចុងក្រោយគឺធ្វើយ៉ាងណាឲ្យ answer ដែលពួកគាត់ទទួលបានហ្នឹងវា accuracy នេះជា solution ដែលពួកយើង propose ដើម្បី solve the problem គឺយើងបានបង្កើត website មួយឈ្មោះថា Mindscope ដែល Mindscope គឺជា beginner friendly website មួយដែល introduce សិស្សទៅកាន់ AI ហើយជួយពួកគាត់ក្នុងការប្រើប្រាស់វាក្នុងការសិក្សានៅក្នុង website របស់យើងគឺយើងមានprovide ជាវីដេអូដើម្បីបង្រៀនសិស្សចាប់តាំងពីណែនាំពួកគាត់ថាអ្វីទៅជា AI រហូតដល់ជួយពួកគាត់ឲ្យពួកគាត់អាចប្រើប្រាស់វាបានក្នុងការសិក្សាយើងក៏មានជាវីដេអូ summary ដែលយើងនឹង highlight key point និងមាន AI assistant ដែលអាចឆ្លើយសំណួររបស់ពួកគាត់បានភ្លាមហើយនេះគឺជា prototype នៃ website របស់យើងគុណតម្លៃដែល customer របស់យើងអតិថិជនរបស់យើងនឹងទទួលបានពីការប្រើប្រាស់ website របស់យើងទី1ពួកគាត់អាចប្រើប្រាស់វាបានដោយ free ទី2គឺ convenient ទី3 online accessibility ពួកយើង plan to earn money through partnership ads and sponsorship ចំពោះ marketing ដើម្បីឲ្យ product របស់យើងអាចទៅដល់ customer បានគឺយើងនឹងប្រើប្រាស់ social media platform ដូចជា Facebook ដើម្បីចែករំលែកព័ត៌មានផ្សេងៗhost seminar នៅក្នុងសាលារៀនយើងបង្កើតជា workshop ហើយនឹងមានជា online app ចំពោះ market validation របស់យើងគឺជា 60% នៃប្រជាជនកម្ពុជារបស់យើងប្រើប្រាស់អ៊ីនធឺណិតចឹងមានន័យថាសិស្សភាគច្រើនគឺគាត់អាច access ទៅកាន់ tool ទាំងអស់ហ្នឹងបាន
អីដែលពួកគេត្រូវការគឺជំនួយដែលជួយឲ្យពួកគាត់ចេះប្រើប្រាស់ tool ទាំងអស់នោះពួក competitor របស់ business របស់យើងគឺយើងមានឃើញមានក្រុមហ៊ុន3នៅប្រទេសកម្ពុជាមាន ATS Step and Eurocam ហើយអ្វីដែលធ្វើឲ្យ product របស់យើងអាច scan ឲ្យពីពួកគាត់គឺយើង provide នៅ online accessibility ការប្រើប្រាស់ដោយ free និង convenient ដែលងាយស្រួលប្រើប្រាស់ដល់អតិថិជនរបស់យើងដើម្បីឲ្យ business របស់យើងរានដំណើរការបានគឺយើងមាន programmer designer manager tester and marketer ចំពោះ scalability short term គឺយើងចង់ launch website របស់យើងឲ្យដើរឲ្យគេស្គាល់ពី website របស់យើងហើយនឹងដាក់ដំណើរការនៅរាជធានីភ្នំពេញចំពោះ mid term គឺយើងចង់ឲ្យយើងចង់ expand វាទៅកាន់ទៅដល់បណ្ដាខេត្តផ្សេងៗហើយយើងបន្ថែមនៅ feature ផ្សេងៗនៅក្នុង website របស់យើងហើយ long term គឺយើងចង់ expand all over Cambodia and getting into global market